ចាពុកម៉ែបងប្អូនថ្ងៃនេះមកទៀតហើយមកបង្ហាញពីរបៀបឆាមីស៊ូតាមបែបគ្រួសាររបស់ខ្ញុំបងប្អូនចាឆាមីស៊ូឲ្យខាងខ្ញុំដាក់បន្លែមានដូចជាការ៉ុតហើយនឹងស្ពៃក្តោបហើយមួយទៀតអើយស្លឹកខ្មៅហើយនឹងផ្លែជាកាដោចាហើយប៊ីយីហឺហើយនឹងស្លឹកខ្ទឹមគឺស្លឹកខ្ទឹមឆាមីស៊ូអាចខ្វះបានទេណាបងប្អូនចឹងអត់មានរសជាតិឆ្ងាញ់ទេចានេះខ្ញុំកំពុងតែមកហាន់ផ្លែជាកាដោហើយនឹងអឺផ្សិតខ្មៅចង់ផ្លេចចាហាន់ជាចំណិតអញ្ចឹងមកដូចជាយើងធ្វើត្រីក្រហមជាមួយមីស៊ូដែរបងប្អូនចានិយាយទៅអានេះក៏គ្រឿងនេះសល់ពីត្រីក្រហមជាមួយមីស៊ូហ្នឹងឯងដល់ពេលស្ដាយទៅយកមកឆាមីស៊ូញ៉ាំទៅចាហើយទៅមួយការ៉ុតក៏យើងចិតដូចគ្នាចឹងណាចំណិតមកហើយស្ពៃក្តោបក៏ចំណិតអញ្ចឹងដែរបងប្អូនហើយយើងលៃមើលមកល្មមមួយនឹងមីស៊ូរបស់យើងអញ្ចឹងណាចាហើយអើយបងប្អូនឆាមីស៊ូនេះអាចញ៉ាំមួយបាយក៏បានញ៉ាំតែក៏បានដែរបងប្អូនចាហើយនេះខ្ញុំកំពុងតាមមកហាន់សាច់ខ្ញុំប្រើសាច់លេខខ្លាំងតិចបងប្អូនបងប្អូនចង់ប្រើសាច់ពីជាន់ក៏បានឬក៏សាច់សុទ្ធក៏បានដែរតាមចំណូលចិត្តរបស់យើងអញ្ចឹងណាចាហើយអើយខ្លាញ់តែជូរវាមានខ្លាញ់ជាប់ខ្លាញ់ទៅខ្ញុំយកមកហាន់មកចំហៀវមកប្រើប្រេងឆាអញ្ចឹងណាចាហើយអើយខ្ទឹមយើងដំវាច្រាំវាអាម៉ាត់មកដើម្បីយកទៅបំពងឲ្យវាមានជាតិឈ្ងុយហើយស្លឹកខ្ទឹមក៏យើងហាន់ជាចំណិតអញ្ចឹងដែរដូចយើងដាក់ឆាអីទូទៅធម្មតាទេបងប្អូនចាហើយអាវីដេអូកន្លែងនេះផ្លេចថតពីអាដំបងដែលដាក់ខ្លាញ់ចំហៀវដាក់ស្ករដាក់សាច់ផ្លេចថតចានេះមកដល់ដាក់បន្លែបដ ாய் ចាដំបងគឺមានអីទេគឺដាក់ចំហៀវខ្លាញ់មកហើយយើងឲ្យដាក់ស្ករក្រហមឲ្យឡើងជើងក្រងមកបន្ទាប់មកបានយើងឲ្យដាក់សាច់ចូលហើយដាក់ផ្សិតខ្មៅហើយនឹងឲ្យនេះហើយនឹងឲ្យស្លឹកជាកាដោចូលមុនតើមកយើងដាក់គ្រឿងទៅមានទឹកអ៊ីវខាបមានប្រេងខ្យងមានរ៉ូឌីមានប៊ីចេងហើយនឹងទឹកត្រីបងប្អូនដាក់ចូលមកតបមកបានយើងឲ្យឆាគ្រឿងមុនហ្នឹងឲ្យវារៀងយូរបន្តិចមកបន្តបានយើងដាក់បន្លែចូលចាការ៉ុតហើយស្ពៃក្តោបបងប្អូនបានតាមមកពុះបន្តិចមកមិនយើងដាក់មីស៊ូចូលមីស៊ូបងប្អូនឲ្យកាត់វាលាងវាស្អាតមកណាចាបន្តមកយើងដាក់មីស៊ូចូលនោះគឺយើងបន្ថយភ្លើងបងប្អូនកុំដាក់ភ្លើងខ្លាំងពេកដាក់តែបន្តិចទៅបានហើយកុំឲ្យវាខ្លោចមីស៊ូរបស់យើងអញ្ចឹងណាប៉ុន្តែទោះតែបន្ថយភ្លើងឲ្យតិចក៏យើងនៅតែកូរមីស៊ូយើងឲ្យដាច់ទឹកដែរយើងអាចឈប់កូរបានទេបើឈប់កូរដឹងខ្លោចមកមីស៊ូចាកូរដាច់ទឹកហើយយើងឲ្យភ្លុកមើលទៅថារសជាតិវាឆ្ងាញ់ឬក៏អត់អញ្ចឹងណាយើងត្រូវការរសជាតិបែបណាចាហើយកូរឲ្យដាច់ទឹកហើយមានតែប៉ុណ្្នឹងឯងឆាមីស៊ូគឺចប់ហើយបងប្អូនចាហើយងាយទេឆាមីស៊ូតាមបែបគ្រួសាររបស់ខ្ញុំចុះបងប្អូនឆាបែបណាដែរជួយប្រាប់ផងណាអរគុណបាយបាយ